ភាពសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែលខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីការដាក់ view នៅក្នុង TikTok ដោយអ្នកទាំងអស់គ្នាឃើញជាក់ស្ដែងវីដេអូរបស់ខ្ញុំនេះមាន view តែ504ទេនៅក្នុងនេះដែរអញ្ចឹងនៅពេលដែលខ្ញុំចង់បាន view នៅក្នុងវីដេអូនេះកាន់តែច្រើនខ្ញុំត្រូវចូលទៅក្នុង website JSMM ដែលអ្នកទាំងអស់គ្នាបានដឹងហើយពីរបៀបចូលអញ្ចឹងក្នុងនេះខ្ញុំគ្រាន់តែប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាគ្រាន់តែ switch ទៅលើនឹងទៅហើយចូលទៅកាន់ Google ហើយ search ពាក្យ JSMM ដូចធម្មតាបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើ website ដែលនៅលើហ្នឹងទៅបន្ទាប់មកទៀតអ្នកទាំងអស់គ្នាវាយឈ្មោះនិងវាយ password ដូចរាល់ដងដូចវីដេអូមុនដែលខ្ញុំធ្លាប់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមវាយឈ្មោះខ្ញុំចូលបន្ទាប់ពីអ្នកទាំងអស់គ្នាវាយ password វាយឈ្មោះអីហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចពាក្យ sign in ចេះទៅការចូលហ្នឹងគឺស្រួលទេដូចតែវីដេអូដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាពីមុនអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលយល់ហើយអ្នកទាំងអស់គ្នាគ្រាន់តែមើលតាមមុខងារវានៅក្នុងហ្នឹងទៅដូចជាស្ដែងអ្នកទាំងអស់គ្នាអាចមើលនៅលើនេះក៏បានឬក៏ចុចពាក្យ category នេះក៏បានដែលអ្នកទាំងអស់គ្នាចង់បានអីចង់បានជាប្រភេទ TikTok view ដូចខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាមិនអញ្ចឹងខ្ញុំចង់បានជា view នៅក្នុងវីដេអូ TikTok ខ្ញុំគ្រាន់តែចុចទៅ TikTok view ហើយបន្ទាប់មកទៀតយើងចុចទៅលើពាក្យ service ដែលយើងចង់បាន view នៅបែបណាបែប fast speed បែបជាលឿនលឿនឬក៏បែបម៉េចទៅតាមតម្រូវការអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមយកលេខកូដ176នៅពេលដែលអ្នកទាំងអស់គ្នាធ្វើហើយអ្នកទាំងអស់គ្នាគ្រាន់តែ copy link ដូចតាមធម្មតាមកនេះកន្លែងនេះ copy link តើ copy link ហើយយើង switch ទៅកន្លែង website យើងវិញមកហើយយើងផាសវានៅក្នុងហ្នឹងបន្ទាប់ពីផាសlink របស់វីដេអូយើងហើយយើងគ្រាន់ចុចទៅចំនួនហ្នឹងយើងថាចង់បាន view ជាប៉ុន្មានអញ្ចឹងខ្ញុំសូមដាក់100អញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញជាចំនួនទឹកលុយនៅខាងក្រោមហ្នឹងហើយថាយើងត្រូវចំណាយប៉ុន្មានអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាឃើញបែបហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចពី submit មកអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាឃើញបែបហ្នឹងហើយមានន័យថាការធ្វើរបស់អ្នកទាំងអស់គ្នានឹងទទួលបានជោគជ័យអញ្ចឹងអ្នកទាំងអស់គ្នាអាចចំណាយពេលចាំរៀងបន្តិចដែរចុះឬក៏អ្នកទាំងអស់គ្នាចូលទៅមើលក្នុងហ្នឹងទៅក្នុងវីដេអូ TikTok របស់អ្នកទាំងអស់គ្នាដោយខ្ញុំចូលនេះខ្ញុំគ្រាន់តែ refresh វាបន្តិចមកបន្ទាប់ពីអ្នកទាំងអស់គ្នា refresh អីហើយអ្នកទាំងអស់គ្នាឃើញចំនួន view កើនឡើងដល់100សំទោស663ចាំន័យថាការដាក់ view របស់អ្នកទាំងអស់គ្នាទទួលបានជោគជ័យដោយមិញវាមានតែ504ទេឥឡូវវាឡើងដល់ចំនួន663ហើយអញ្ចឹងវីដេអូរបស់យើងក៏ចង់ទៅត្រឹមហ្នឹងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នារកតាមដានវីដេអូរបស់នេះខ្ញុំ